ដែលធ្វើឲ្យភរិយាស្រឡាញ់ខ្លួនមានចំណុច5នេះជាធម៌របស់ព្រះសម្មាសម្ពុទ្ធណាទី1ចិត្តឲ្យប្របីសច្ចខន្តីកតញ្ញូចិត្តឲ្យប្របីដែលមានធម៌ឲ្យភរិយាល្អនេះបានសុខធ្វើគេបានសុខបានចម្រើនទី2មិនមើលងាយនាងយូលេងទុកដូចទាស័យប្រើប្រាស់យ៉ាងណាវាយដំច្រំធាក់យ៉ាងណាអត់ល្អទេអ្នកបំរើទៅចេះដាច់ថ្លៃយ៉ាងណាអត់ល្អទេទុកដូចជាទាស័យឲ្យអាប់មុខមិនខ្មេះតែដៀលខុសទំនុកឲ្យភរិយាទុកនាងក្រំគ្រាចឹងគេអត់ស្រឡាញ់យើងទេមែនទេទី3បើចង់ឲ្យភរិយាស្រឡាញ់អ្នកត្រូវមានភាពស្មោះស្ម័គ្រជាមួយនឹងភរិយាទី4ចេះប្រគល់ការងារឲ្យភរិយានាងជួយចាត់ចែងស្រីជំនាញគ្រួសារណាបងណាទុកស្រីក្តីកាន់ខ្មែរយើងគឺមនុស្សស្រីជំនាញគ្រួសារជាអ្នកកាន់ជាអ្នកចំណូលចំណេញប៉ុន្តែយើងកាន់យើងចំណូលចំណេញចាយវាត្រូវសួរស្វាមីឲ្យតម្លៃស្វាមីចំណុចទី5ដល់គ្រឿងអលង្ការស្អាតស្អាតកាយានាងតាក់តែស្បែកជើងសពត់អាវប្រសែងមាសពេជ្រម្សៅក្រែមអាវយូលីងល្អផងមនុស្សស្រីបើសិនជាស្វាមីដឹងសុខដឹងទុកគេនឹងយល់ដឹងសុខដឹងទុកគេស្រឡាញ់យើងហើយអ្នកត្រូវចាំទៅថាមនុស្សស្រីម្នាក់នេះជាអ្នកទុកដាក់លុយកាក់ទៅទុកដែរចាំយកលុយដកលុយប្រហែលទៅទិញទឹកអប់ទៅទិញកៅអៅទិញអីក៏បានដែរប៉ុន្តែអត់សូវតម្លៃទេតែបើសិនស្វាមីដឹងសុខដឹងទុកដឹងថ្ងៃការដឹងថ្ងៃអាពាហ៍ពិពាហ៍យើងមានអីជើងកូនស្រីយើងនេះជើងប្រពន្ធយើងនេះល្អណាស់សូម្បីតែទឹកអប់បាត់ដបណាទៀតដែលស្វាមីទិញឲ្យតម្លៃខ្លាំងទិញខ្លួនឯងអត់ប្រយោជន៍បានទេគេលេចវាបងជ័យណាធ្វើចឹងទៅគេស្រឡាញ់យើងហ្មងថ្ងៃនេះយើងច្រើនពីកាយសម្រាប់យើងស្រីដែរបងឯងទៅស្រឡាញ់អូនតែបើយើងអត់ធ្វើឲ្យគេស្រឡាញ់ផងហ្នឹងគេស្រឡាញ់យើងមកពីណាចឹងចំណុចភរិយាឲ្យស្វាមីស្រឡាញ់មានចំណុច5នេះលោកដាក់ប្រែមកថាសង្ឃៈធម៌ណាគឺណា5ហ្នឹងធ្វើមិនខ្លាចអូនស្រីចេះតែប្រាប់ទេទៅមកបាទមនុស្សស្រីគ្រប់រូបបើចង់ឲ្យស្វាមីស្រឡាញ់ត្រូវមានចំណុច5